ជំរាបសួរពុកម៉ែបងប្អូនបាទរីករាយថ្ងៃចុងសប្តាហ៍ហើយគ្រាន់តែឃើញនៅក្បាលវីដេអូបងប្អូនដឹងហើយថាទីតាំងនេះទីតាំងនៅឯណាចឹងបងគ្រាន់តែឃើញដើមថ្នោតដឹងហើយបងគឺទីតាំងយើងមកលេងគឺនៅស្រុកអង្គរបូរីគឺនៅបុកលហុងចុងថ្នោតបងប្អូនបុកលហុងចុងថ្នោតបាទសម្រាប់ទីតាំងបុកលហុងចុងថ្នោតនេះណាបងប្អូនគឺថានៅថ្ងៃចុងសប្តាហ៍រៀងរាល់ថ្ងៃចុងសប្តាហ៍ថ្ងៃសៅរ៍អាទិត្យបងប្អូនគឺថាមនុស្សមកច្រើនមែនទេបងប្អូនយើងពីទីឆ្ងាយបានមកលេងនៅទីតាំងបុកលហុងចុងថ្នោតចឹងព្រោះឥឡូវយ៉ាងល្បីដែរទីតាំងមកគាត់ចឹងហើយគាត់ក៏កំពុងតែធ្វើបន្ថែមបរិបន្ថែមដែរបងប្អូនធ្វើបន្ថែមទៅខាងក្រោយទៀតមានកន្លែងកាហ្វេមានកញ្ចុះនៅលើទឹកមានអីបន្ថែមទៀតហ្នឹងបងប្អូនមិនត្រឹមតែមានកញ្ចុះនៅលើចុងថ្នោតទេបងប្អូនគាត់ធ្វើបន្ថែមទៅខាងក្រោយមានកញ្ចុះសម្រាប់យើងមានចង់កាហ្វេចង់កន្លែងគាត់ដូចមានធ្វើពីសាធ្វើអីទេបងប្អូនអញ្ចឹងមានទាំងអស់កន្លែងគាត់មានតាំងពីបុកលហុងតាំងពីម្ហូបបែបស្រុកខ្សែមានកែបបោកមានម្ហូបផ្សេងលក្ខណៈបែបស្រុកខ្សែបងប្អូនមកប្រកាសជាប្លែកមកដែរមានតឡនតមានកែបបោកមានម្ហូបយើងតាមលក្ខណៈជនបទស្រុកខ្សែមានច្រើនក្នុងមនុស្សរបស់គាត់ចឹងបងប្អូនដោយសារខ្ញុំមកក៏ជាលើកទី1ដែរបងប្អូនលើកទី1ដែរសម្រាប់ទឹកដីនៃខេត្តតាកែវស្រុកអង្គរបូរីនេះហើយបានមកឃើញផ្ទាល់មកជួបផ្ទាល់នៅទីតាំងរបស់គាត់ធ្លាប់តែមើលតាម social media Facebook ឯដែរបងប្អូនដែរគាត់បានមកលេងមុនហើយយើងមកតាមក្រោយហើយមានទីតាំងច្រើនគាត់កំពុងតែពង្រីកបន្ថែមច្រើនបងប្អូនកន្លែងកុមារក្មេងលេងមានអីចឹងទៅមានទាំងកន្លែងរបស់មនុស្សចាស់កន្លែងក្មេងៗគាត់កំពុងបរិបន្ថែមទៅផ្ទៃដីរបស់គាត់ខាងក្រោយទៀតចឹងបងប្អូនព្រោះម្ចាស់ហាងគាត់បានគិតគូរបានដិតដល់បងប្អូនទៅដល់សមាជិកឬក៏ភ្ញៀវគាត់ដែលមកលេងកម្សាន្តនៅកន្លែងគាត់ចឹងមានទាំងក្មេងទាំងចាស់អញ្ចឹងហើយចាស់មានកន្លែងអង្គុយសម្រាប់ចាស់ទៅក្មេងមានកន្លែងលេងមាន playground មានដូចជាគាត់ទៅតែធ្វើអាងហាទឹកហើយបងប្អូនអាងហាទឹកសម្រាប់ក្មេងៗគឺរាក់ដែរទេមិនជាមានបញ្ហាអីដល់ក្មេងៗទេសម្រាប់តែក្មេងៗតែ swimming pool ហ្នឹងចឹងហើយមាន playground មានកញ្ចុះលក្ខណៈ private កញ្ចុះតូចកញ្ចុះធំកញ្ចុះលើក្រោមអីលក្ខណៈលើចុងថ្នោតលើកពូលចុងថ្នោតក៏មានពាក់កណ្ដាលដើមថ្នោតក៏មាននៅខាងគល់ថ្នោតនេះក៏មានចឹងមានច្រើនបងប្អូនគេថាមានច្រើនមែនតែនសម្រាប់ទីតាំងគាត់កំពុងតែអាប់ដេតបន្ថែមពីមួយថ្ងៃទៅមួយថ្ងៃដោយសារកំណើនបងប្អូនយើងទៅលេងកន្លែងគាត់នឹងច្រើនប្លែកជាស្រុកខ្មែរទៅឃើញគាត់មួយដែលមាន idea មានគំនិតថាយកដើមថ្នោតមកធ្វើជាកន្លែងកំសាន្តហើយប្លែកចិត្តអារម្មណ៍ចឹងបងប្អូនហើយកន្លែងគាត់មានលក់ច្រើនបងប្អូនមនុស្សដែលមកហូបអីបែបជនបទស្រុកស្រែមានច្រើនហើយមានកាហ្វេនៅខាងក្រោយមានកាហ្វេមានគាត់លក់ជាភីសាទេបងប្អូនភីសាតែភីសាគាត់ដុតនៅ microwave អីតូចៗចឹងបងប្អូនមិនមែនភីសាធំទេភីសាគាត់ស្ដើងតូចចឹងតែដុតនៅ microwave ហើយបងប្អូនចង់មករបៀបជាកាហ្វេភេសជ្ជៈ cocktail ហ្នឹងអាចមកក្រោយគាត់មានកញ្ចុះមាននេះរបស់គាត់កញ្ចុះរបស់គាត់ធ្វើបន្ថែមច្រើនខាងក្រោយពីព្រោះពេលដែលខ្ញុំទៅនេះយើងមើលនៅខាងក្រោយនៃកន្លែងឆុងកាហ្វេកន្លែងតូបដែលគាត់ធ្វើពិសាធ្វើកាហ្វេហ្នឹងឃើញថាមានជាងកំពុងតែសម្រាប់ធ្វើកញ្ចុះបន្ថែមច្រើនមែនទែននៅខាងក្រោយធ្វើផ្លូវដើរទៅលើទឹកចឹងបងប្អូនអញ្ចឹងខែដែលមានទឹកឡើងមកគឺមានកញ្ចុះនៅលើទឹកអង្គុយបងប្អូនអញ្ចឹងគាត់ធ្វើតម្រូវបន្ថែមសម្រាប់បងប្អូនដែលចង់បរិយាកាសលើចុងថ្នោតក៏ទៅលើចុងថ្នោតទៅហើយបងប្អូនដែលចង់បរិយាកាសនៅលើទឹកក៏មានកញ្ចុះនៅលើទឹកបន្ថែមចឹងបងប្អូនហើយនៅក្នុងឃើញរូបភាពចឹងកញ្ចុះខ្លះនៅពាក់កណ្ដាលចុងថ្នោតទៅកញ្ចុះខ្លះនៅហើយកកដើមថ្នោតបងប្អូនអញ្ចឹងមានច្រើនជាន់មកគាត់សម្រាប់រាកន្លែងដើមថ្នោតរបស់គាត់ហើយមានកន្លែងថតរូបកន្លែងគឺនៅផ្នែកខាងលើបងប្អូនដែលចង់ថតមួយផ្លែថ្នោតថតមួយស្លឹកថ្នោតហើយខាងលើមាន view ឡើងទៅដល់លើអញ្ចឹងហើយគាត់មានកញ្ចុះផ្សេងបងប្អូនកញ្ចុះនៅលើទឹកកញ្ចុះមានមួយជាន់ពីរជាន់មានប្រភេទកញ្ចុះលក្ខណៈ private អីចឹងអង្គុយម្នាក់2នាក់3នាក់អីចឹងទៅ5នាក់អីចឹងទៅគាត់ធ្វើច្រើនមែនទែនសម្រាប់កញ្ចុះរបស់គាត់ធ្វើបន្ថែមបន្តទៅខាងក្រោយហើយមានផ្លូវដើរមានកន្លែងថតរូបមាន view ធ្វើកន្លែងថតរូបបេះដូងធ្វើអីផ្សេងចឹងឃើញថាធ្វើឲ្យប្លែកច្រើនមែនទែនសម្រាប់តកែគាត់មានគំនិតធ្វើបន្ថែមបងប្អូនតកែនៅហាងបុកលហុងចុងថ្នោតហ្នឹងឃើញតែប្លែកមែនតើបងប្អូនដែលមានដំណងចង់ទៅអីសាក់ទៅឲ្យបានម្ដងទៅស្គាល់ថាស្រុកអង្គរបូរីទឹកដីខេត្តតាកែវមានអីខ្លះហ្នឹងតាកែវសម្បូរបងប្អូនគណៈមិនសូវមានការផ្សព្វផ្សាយចឹងបងប្អូនមានទាំងពីរមណីយដ្ឋានធម្មជាតិរមណីយដ្ឋានកែច្នៃមានប្រាសាទបុរាណអីច្រើនមែនតើបងប្អូនកំពុងតែចាប់ផ្ដើមដោយលោកអភិបាលខេត្តឡើងទៅថ្មីគាត់ក៏ខ្លះៗដែរតើជាមួយវិស័យទេសចរណ៍ផ្សេងៗហើយសង្ឃឹមថានឹងមានការរីកចម្រើនច្រើនទៅលើវិស័យទេសចរណ៍នៅក្នុងខេត្តតាកែវពីព្រោះថាខេត្តតាកែវមានច្រើនមែនតើបងប្អូនកន្លែងផ្សេងៗដែលបងប្អូនមិនធ្លាប់បានទៅមិនធ្លាប់បានដឹងអនាគតឆាប់ៗខាងមុខនឹងមានការអភិវឌ្ឍច្រើនហើយបងប្អូននឹងអាចបានទៅលេងកម្សាន្តសប្បាយយ៉ាងថ្លៃចិត្តរាជធានីភ្នំពេញទេតាមតាកែវថានៃ70-80 គីឡូទេពីរាជធានីភ្នំពេញទៅយ៉ាងតាមទីចិត្តទីឆ្ងាយយ៉ាងបងប្អូនបើសិនជាយើងធ្វើដំណើរទៅហួសទីក្នុងខេត្តទៅទៀតវាអាចដល់ត្រឡប់ដល់គិរីវង្សអីមានជ្រោះផ្អោកមានអីចឹងមានទឹកជ្រោះមានភ្នំមានអីកន្លែងច្រើនមែនទេបងប្អូនសម្រាប់ក្នុងទីក្នុងខេត្តតាកែវយើងបងប្អូនហើយអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូមួយតាំងពីដើមរហូតដល់ចប់ចំពោះបងប្អូនធ្វើដំណើរនៅថ្ងៃសម្រាប់ចុងសប្តាហ៍ផ្សេងៗការការបន់ទានហ្នឹងជួបតែសេចក្តីសុខសេចក្តីចម្រើនសុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅទាំងមកសុខសប្បាយបងប្អូនជំរាបលាបាយបាយ